បងតើបូរុនអាកាសធាតុក្តៅនិងត្រជាក់បាញ់បានធម្មតាឬក៏មានគុណសម្បត្តិឬក៏គុណវិបត្តិអ្វីការប្រើបូរុនទៅលើដំណាំចន្ទទីពេលដែលមានផ្កាអូខេបងប្អូនខាងក្រៅនេះគឺសុទ្ធតែជាបូរុនទឹកឃ្មុំទាំងអស់ប៉ុន្តែបងប្អូនកុំសួរអ្នកលក់ថាបូរុននឹងល្អអត់កុំសួរបែបហ្នឹងគ្មានអ្នកលក់ណាដែលគេនិយាយថារបស់ខ្លួនឯងមិនល្អទេបងប្អូនបាទរបស់ល្អយើងត្រូវដឹងពីរបៀបប្រើប្រាស់បាទអញ្ចឹងបច្ចេកទេសនៃការប្រើប្រាស់សំខាន់ជាងគុណភាពផលិតផលបងប្អូនបាទអញ្ចឹងសម្រាប់បូរុនសួរថាបាញ់ពេលព្រឹកឬក៏ពេលល្ងាចពេលក្តៅនិងពេលត្រជាក់មួយណាល្អជាងគឺបាញ់ពេលត្រជាក់បងប្អូនបើសិនជាពេលព្រឹកបាទមុនម៉ោង9បងប្អូនធ្វើការបាញ់បើសិនជាពេលល្ងាចបាទក្រោយម៉ោង3កន្លះឬក៏ក្រោយម៉ោង4ចុះមកល្ងាចឬក៏ពេលយប់បាញ់បូរុនពេលត្រជាក់វាធ្វើការបានល្អបាទអញ្ចឹងនៅពេលដែលយើងបាញ់បូរុននៅពេលមេឃត្រជាក់ឬក៏ពេលល្ងាចពេលយប់ហ្នឹងបងប្អូនបាទអញ្ចឹងទឹកថ្នាំរបស់វាមិនហួតលឿនបាទអញ្ចឹងប្រសិទ្ធភាពវាខ្ពស់បាទវាជួយឲ្យផ្កាក្តឹបជាប់បានល្អកាត់បន្ថយការធ្លាក់ឬក៏ជ្រុះហ្នឹងឯងបងប្អូនបាទហើយមួយទៀតវាជៀសផុតពីហានិភ័យឆេះស្លឹកបាទអញ្ចឹងបើសិនជាយើងប្រើពេលថ្ងៃក្តៅទៅបងប្អូនបើសិនជាអាកាសធាតុថ្ងៃក្តៅឧទាហរណ៍ថាយើងបាញ់យើងជួលបុគ្គលិកមកបាញ់រហូតដល់ម៉ោង11ម៉ោង12ម៉ោង1ម៉ោង2អញ្ចឹងទៅបានន័យថាពេលដែលថ្ងៃត្រង់ថ្ងៃក្តៅខ្លាំងពេលដែលយើងបាញ់វាបង្កឲ្យចន្ទទីរបស់យើងទីមួយអាចឆេះស្លឹកអាចក្រៀមផ្កាហើយផ្កានឹងក្តឹបវាអាចរលកបាទអញ្ចឹងបាញ់ពេលក្តៅមិនល្អទេហើយមួយទៀតបើសិនជាពេលដែលបងប្អូនបាញ់បូរុនអាកាសធាតុឧទាហរណ៍ថាយប់ឡើងត្រជាក់មាន30ស្អិតអីខ្លះកុំចោលស័ង្កសីឲ្យសោះបងប្អូនដោយសារតែស័ង្កសីវាជួយសម្របសម្រួលទាក់ទងនឹងបញ្ហាអាកាសធាតុបាទមិនថាថ្ងៃឡើងក្តៅយប់ឡើងត្រជាក់ធ្លាក់30ស្អិត30ប្រៃភ្លៀងអាស៊ីតបងប្អូនវាយស័ង្កសីចូលជាមួយបូរុនទៅដើម្បីផ្ដល់កម្ដៅទៅផ្កាកាត់ stress ឲ្យវាលោតមកបានលឿនហើយមួយទៀតកំឡុងពេលផ្កាកំពុងចាប់ផ្ដើមរិចពេលហ្នឹងគឺជាពេលដែលសម្មើធ្វើទុកខ្លាំងមែនតើបងប្អូនបាទអញ្ចឹងបងប្អូនសង្កេតមើលបើឃើញមួយឆាប់វាយថ្នាំសម្មើចូលបាទឬក៏យើងបាញ់ការពារដាក់ទៅជាមួយនឹងបូរុនស័ង្កសីនឹងវាយចូលទៅឲ្យហើយទៅសម្រាប់ថ្នាំសម្មើពេលដែលមានផ្កាហាមប្រើថ្នាំក្តៅជាដាច់ខាតហើយបាញ់បូរុនឬក៏លាយជាមួយសត្វល្អិតបងប្អូនបាញ់ពេលល្ងាចប្រសិទ្ធភាពកាន់តែខ្ពស់ទី1ថ្នាំធ្វើការបានល្អទី2បាញ់ពេលល្ងាចយប់ឡើងសัตว์វាចេញមកបាញ់ពេលហ្នឹងគឺចំតែម្ដងបាទហើយការបាញ់សម្មើកុំបាញ់តែខាងលើបាញ់ខាងលើវត្តខាងក្រោមផងពីព្រោះសម្មើពេលដែលយើងបាញ់ខាងលើវាតម្លាក់ខ្លួនមកខាងក្រោមបាទ